បាទសួស្តីទាំងអស់គ្នាអានេះគឺខ្ញុំធ្វើវីដេអូតពីវីដេអូដែលខ្ញុំធ្វើពីម្សិលមិញហើយដោយសារតែមានការ comment សួរពីបងប្អូនយើងអ្នកមើលវីដេអូថាចង់ឲ្យធ្វើវីដេអូបញ្យល់បន្ថែមអំពីប្រភេទច្បាប់ឈប់សម្រាកទាំង5ដែលខ្ញុំបានធ្វើហ្នឹងហើយច្បាប់ឈប់សម្រាកទាំង5ហ្នឹងគឺមានច្បាប់ទី1គឺឈប់សម្រាកប្រចាំឆ្នាំមានរយៈពេល15ថ្ងៃច្បាប់ឈប់សម្រាករយៈពេលខ្លីមានរយៈពេល15ថ្ងៃច្បាប់ឈប់សម្រាកលំហែមាតុភាពមានរយៈពេល3ខែច្បាប់ឈប់សម្រាកព្យាបាលជំងឺមានរយៈពេល12ខែក្នុងអំឡុងពេលបម្រើការងារជាមន្ត្រីអឺនៅត្រង់ចំណុចនេះមានន័យថាក្នុងជីវភាពជីវិតជាមន្ត្រីរាជការរបស់យើងគឺយើងអាចសុំច្បាប់បានតែ12ខែទេច្បាប់ឈប់សម្រាកព្យាបាលជំងឺច្បាប់ឈប់សម្រាកដែលមានភារកិច្ចផ្ទាល់ខ្លួនគឺអាចមានពេល3ខែអូខេក្នុងជីវភាពជាមន្ត្រីរាជការមានន័យថាបើសិនមកយើងធ្វើការ20ឆ្នាំអញ្ចឹងយើងអាចមានសិទ្ធិសុំតែ3ខែទេសម្រាប់ច្បាប់ឈប់សម្រាកផ្ទាល់ខ្លួនហើយអត្ថន័យនៃច្បាប់ទាំង5នេះលម្អិតបែបណាគឺយើងមើលទៅក្នុងអនុក្រឹត្យលេខ217អូខេអញ្ចឹងអនុក្រឹត្យស្ដីពីរបបស្ដីពីការសុំច្បាប់និងការអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាលេខ217អនក្របកដែលចុះនៅថ្ងៃទី2ឧសភាឆ្នាំ2013អានេះគឺច្បាប់នេះចេញតាំងពីឆ្នាំ2013ប៉ុន្តែច្បាប់នេះគឺនៅតែមានសុពលភាពដោយសារតែអត់ទាន់មានលិខិតអត់ទាន់មានអនុក្រឹត្យណាមួយចេញថ្មីដើម្បីជំនួសច្បាប់នេះដើម្បីមកនារីកច្បាប់នេះទេតែច្បាប់នេះគឺយើងនៅតែអនុវត្តមកដល់សប្តាហ៍ថ្ងៃនេះបាទតែបើសិនជាមានអនុក្រឹត្យស្ដីថ្មីគឺយើងនឹងនារីកមកតែគឺអត់ទាន់មានទេយើងនៅតែអនុវត្តតាមអនុក្រឹត្យនេះអូខេឥឡូវយើងមើលលម្អិតទាំងអស់គ្នាពាក់ព័ន្ធទៅនឹងអនុក្រឹត្យ217ស្ដីពីការសុំច្បាប់និងការអនុញ្ញាតច្បាប់អូខេឥឡូវយើងមើលមាត្រា1បងប្អូនគ្នាអនុក្រឹត្យនេះមានគោលបំណងធានានិរន្តរភាពការងារការគ្រប់គ្រងនិងការលើកកម្ពស់សុខុមាលភាពមន្ត្រីរាជការស៊ីវិលប្រកបទៅដោយប្រសិទ្ធភាពមាត្រា2អនុក្រឹត្យនេះមានគោលដៅកំណត់ពីរបបស្ដីពីការសុំច្បាប់និងការអនុញ្ញាតច្បាប់គ្រប់ប្រភេទរបស់មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាអនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះមន្ត្រីរាជការស៊ីវិលដែលស្ថិតក្រោមច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ថាច្បាប់នេះគឺយើងអនុវត្តតែមន្ត្រីរាជការស៊ីវិលនឹងហើយដូចជាកងកម្លាំងប្រដាប់អាវុធអីគឺគាត់មានច្បាប់សហលក្ខន្តិកៈដែលឡៃបកតអញ្ចឹងនេះគឺអនុវត្តចំពោះតែមន្ត្រីរាជការស៊ីវិលទេមាត្រា4វាកសពនៃបច្ចេកទេសនៃការប្រើក្នុងអនុក្រឹត្យនេះអូខេអញ្ចឹងអានេះគឺគ្រាន់តែបង្ហាញអំពីនិយមនៃច្បាប់ទេហើយសូមបង្ហាញតិចច្បាប់ឈប់សម្រាប់ប្រចាំឆ្នាំសម្ដៅដល់ការអនុញ្ញាតឲ្យឈប់ដល់ពឹងផ្អែកទៅលើសិទ្ធិរបស់មន្ត្រីរាជការស៊ីវិលបន្ទាប់ពីបានតាំងស៊ុបអញ្ចឹងច្បាប់ឈប់សម្រាកប្រចាំឆ្នាំដែលមានរយៈពេល15ថ្ងៃនេះគឺយើងអាចសុំធ្វើអីក៏បានដែរអាស្រ័យទៅលើសិទ្ធិរបស់មន្ត្រីរាជការស៊ីវិលអត់ចាំបាច់មានមូលហេតុអីជាក់លាក់អីទេឲ្យតែយើងចង់ឈប់មានរវល់មានអីដែលយើងចង់ឈប់ក៏យើងអាចឈប់បានហ្នឹងហើយអានេះគឺអាស្រ័យទៅលើសិទ្ធិរបស់មន្ត្រីរាជការស៊ីវិលហើយទាំងអស់នេះគឺច្បាប់រយៈពេលខ្លីគឺសម្ដៅដល់ការអនុញ្ញាតឲ្យឈប់ដល់ពឹងផ្អែកទៅលើមូលហេតុពិតប្រាកដចឹងច្បាប់ឈប់សម្រាប់រយៈពេលខ្លីនេះគឺមាន15ថ្ងៃដែរហើយត្រូវមានមូលហេតុពិតប្រាកដដូចជារាពីព្យាបាលជំងឺការជំរុំមរណៈទុកជាដើមហើយច្បាប់ឈប់សម្រាប់លំហែមិត្តភាពគឺយើងអាចឈប់បានរយៈពេល3ខែចំពោះអនុវត្តទៅលើមន្ត្រីរាជការដែលជាស្ត្រីពេលដែលគាត់សម្រាលកូនច្បាប់ឈប់សម្រាប់ព្យាបាលជំងឺគឺសំដៅដល់ការអនុញ្ញាតឲ្យឈប់ចំពោះមន្ត្រីរាជការស៊ីវិលដែលមានជំងឺរ៉ាំរ៉ៃត្រូវការរយៈពេលឈប់សម្រាប់ព្យាបាលតាមវេជ្ជបញ្ជាអានេះគឺមានរយៈពេល12ខែដែរហ្នឹងហើយសូមបញ្ជាក់ថាមានរយៈពេល12ខែក្នុងជីវិតនៃមន្ត្រីរាជការហ្នឹងហើយអញ្ចឹងមានន័យថាបើយើងធ្វើការចាប់ពីចូលធ្វើការរហូតទៅដល់ថ្ងៃអាត្រែតយើងអាចសុំច្បាប់បានតែ12ខែទេ
សម្រាប់ច្បាប់សម្រាប់ព្យាបាលជំងឺប៉ុន្តែសម្រាប់ការអនុវត្តប្រចាំថ្ងៃគឺយើងនៅតែមានការអនុគ្រោះច្រើនចំពោះអ្នកដែលមានជំងឺដោយសារតែការលះបង់ការបម្រើជាតិនឹងហើយវាអាចនឹងផ្ទុយនឹងច្បាប់ប៉ុន្តែគឺមានការអធិស្ឋានយោគយល់ច្រើនពីសំណាក់អ្នកដឹកនាំហើយចុងក្រោយគឺច្បាប់ឈប់សម្រាកមានភារកិច្ចផ្ទាល់ខ្លួនអានេះគឺមានរយៈពេល3ខែដែរនឹងហើយច្បាប់នេះគឺឲ្យឈប់ចំពោះមន្ត្រីរាជការស៊ីវិលដែលត្រូវការពេលវេលាដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួននឹងហើយមានរយៈពេល3ខែក្នុងជីវិតជាមន្ត្រីអូខេអញ្ចឹងយើងមើលនយោបាយឲ្យជាក់លាក់តែម្ដងច្បាប់ឈប់សម្រាកប្រចាំថ្ងៃមន្ត្រីរាជការស៊ីវិលដែលបានតាំងសុខក្នុងក្របខ័ណ្ឌមានសិទ្ធិទទួលច្បាប់ឈប់សម្រាកប្រចាំឆ្នាំចំនួន15ថ្ងៃនៃថ្ងៃធ្វើការក្នុងរយៈពេល1ឆ្នាំអូខេអញ្ចឹងមួយឆ្នាំយើងបាន15ថ្ងៃមន្ត្រីរាជការស៊ីវិលអាចទទួលបានច្បាប់ឈប់សម្រាកចំនួន40ថ្ងៃនៃថ្ងៃធ្វើការប្រសិនបើមន្ត្រីរាជការនោះបានបម្រើការងារចំនួន2ឆ្នាំជាប់គ្នាអូខេអញ្ចឹងវាអត់អីទេមួយឆ្នាំ15ថ្ងៃ2ឆ្នាំគឺ40ថ្ងៃរយៈពេលឈប់នេះត្រូវបានកាត់បន្ថយទៅតាមចំនួនសមាមាត្រចំពោះមន្ត្រីរាជការស៊ីវិលដែលអនុវត្តច្បាប់ឈប់សម្រាកដែលមានភារកិច្ចផ្ទាល់ខ្លួនឬច្បាប់ឈប់សម្រាកដែលព្យាបាលជំងឺឬស្ថិតនៅក្នុងទំនាយគ្មានវិវត្តតាមពាក្យស្នើសុំក្នុងអំឡុងពេលខាងលើចង់មានន័យថាមួយឆ្នាំ15ថ្ងៃនេះណាចុះបើសិនមកយើងសុំច្បាប់ព្យាបាលជំងឺរយៈពេល5ខែបាត់ហើយអញ្ចឹង5ខែព្យាបាលជំងឺនេះគឺយើងអត់បូកចូលមួយឆ្នាំទេណាអញ្ចឹងបើសិនមកយើងធ្វើការពីខែ1ទៅដល់ខែ12អញ្ចឹងណាវា12ខែប៉ុន្តែយើងឈប់ព្យាបាលជំងឺ3ខែបាត់ទៅហើយអញ្ចឹងគឺយើងអត់ទាន់គ្រប់មួយឆ្នាំទេហើយក៏យើងអត់អាចឈប់ដល់15ថ្ងៃដែរហ្នឹងហើយនឹងចង់កន្លែងចង់បញ្ជាក់ប៉ុណ្ណឹងណាឥឡូវដូចជាយើងស្ថិតក្នុងទំនេរគ្មានវត្តយើងឈប់មួយឆ្នាំបាត់ហើយណាឈប់មួយឆ្នាំបាត់ទៅហើយអញ្ចឹងឈប់មួយឆ្នាំនោះគឺយើងមិនអាចឲ្យឈប់15ថ្ងៃនៃច្បាប់ប្រចាំឆ្នាំទេហ្នឹងហើយអានេះគឺកន្លែងនេះចង់បញ្ជាក់បែបហ្នឹងមាត្រា6ច្បាប់ឈប់ប្រចាំឆ្នាំត្រូវមានការយល់ព្រមទៅចេញលិខិតអនុញ្ញាតឲ្យឈប់នៅខាងក្រោមក៏ចំពោះមន្ត្រីរាជការសិវិលថ្នាក់ខេត្តអូខេចេញដោយអបាលខេត្តត្រូវមានការយល់ព្រមចេញលិខិតអនុញ្ញាតឲ្យឈប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអបាលខេត្តចេញដោយរដ្ឋមន្ត្រីអភិបាលរងខេត្តបម្រើការងារនៅក្នុងរចនាសម្ព័ន្ធសាលារដ្ឋាភិបាលខេត្តនិងអភិបាលក្រុងស្រុកត្រូវមានការយល់ព្រមចេញលិខិតអនុញ្ញាតឲ្យឈប់ពីអភិបាលខេត្តចំពោះអភិបាលរងក្រុងស្រុកខណ្ឌបម្រើការងារក្នុងរចនាសម្ព័ន្ធក្រុងស្រុកខណ្ឌត្រូវមានការយល់ព្រមទៅចេញលិខិតអនុញ្ញាតឲ្យឈប់ពីអភិបាលក្រុងស្រុកខណ្ឌប្រធានមន្ត្រីជំនាញរាជធានីខេត្តត្រូវមានការយល់ព្រមដោយចេញលិខិតអនុញ្ញាតឲ្យឈប់ពីក្រសួងស្ថាប័នតាមរយៈអភិបាលខេត្តអនុប្រធានមន្ត្រីជំនាញរាជធានីខេត្តមន្ត្រីបម្រើការក្នុងរចនាសម្ព័ន្ធមន្ត្រីជំនាញរាជធានីខេត្តនិងប្រធានការិយាល័យជំនាញក្រុងស្រុកខណ្ឌត្រូវទទួលការយល់ព្រមចេញលិខិតអនុញ្ញាតឲ្យឈប់ពីប្រធានមន្ត្រីជំនាញរាជធានីខេត្តអនុប្រធានការិយាល័យជំនាញក្រុងស្រុកខណ្ឌមន្ត្រីបម្រើការក្នុងការិយាល័យជំនាញក្រុងស្រុកខណ្ឌត្រូវមានការយល់ព្រមដោយចេញលិខិតអនុញ្ញាតឲ្យឈប់ពីប្រធានការិយាល័យជំនាញក្រុងស្រុកខណ្ឌហើយចំពោះមន្ត្រីរាជការសិវិលថ្នាក់ជាតិត្រូវមានការយល់ព្រមដោយចេញលិខិតអនុញ្ញាតឲ្យឈប់ពីថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋច្បាប់ប្រចាំឆ្នាំដែលអនុញ្ញាតរួចហើយត្រូវជូនព័ត៌មានដល់មន្ត្រីទទួលបន្ទុកគ្រប់គ្រងបុគ្គលិកនៃអង្គភាពឬក្រសួងស្ថាប័នរបស់ខ្លួនអានេះចង់បញ្ជាក់ថាបើសិនជាយើងជាមន្ត្រីនៅសាលាស្រុកតើយើងមានការសញ្ញេច្បាប់ពីណាអញ្ចឹងណាហ្នឹងហើយដូចជាអភិបាលស្រុកអញ្ចឹងអភិបាលស្រុករងអញ្ចឹងនៅពេលដែលគាត់សុំច្បាប់ទៅគាត់មានសញ្ញាពីណាគេហ្នឹងចង់បញ្ជាក់នៅកន្លែងហ្នឹងប៉ុណ្ណឹងមាត្រា7មន្ត្រីទទួលបន្ទុកគ្រប់គ្រងបុគ្គលិកនៃអង្គភាពឬក្រសួងស្ថាប័នត្រូវរៀបចំបញ្ជីផែនការឈប់ប្រចាំឆ្នាំរបស់មន្ត្រីរាជការស៊ីវិលឲ្យបានសមស្របដើម្បីធានាឲ្យបាននូវសកម្មភាពការងារនៃអង្គភាពឬក្រសួងស្ថាប័នប្រព្រឹត្តទៅជាធម្មតាមន្ត្រីរាជការស៊ីវិលដែលជាគ្រូបង្រៀនឬសាស្ត្រាចារ្យត្រូវសុំច្បាប់ប្រចាំឆ្នាំរបស់ខ្លួនឲ្យចំពេលវិស្សមកាល
អូខេអញ្ចឹងចំពោះ3ច្បាប់ឈប់សម្រាករយៈពេលខ្លីអូខេអញ្ចឹងអានេះដែរនេះផ្លេចមើលកន្លែងចង់ជឿណាមន្ត្រីរាជការស៊ីវិលដែលជាគ្រូបង្រៀនឬសាស្ត្រាចារ្យត្រូវសុំច្បាប់ឈប់ប្រចាំឆ្នាំរបស់ខ្លួនឲ្យចំពេលវិស្សមកាលអូខេវិស្សមកាលនេះគឺខែវ៉ាកងនឹងហើយអានេះចំពោះគ្រូបរិញ្ញាណាតិចបរិញ្ញាសាស្ត្រសុកអីសុំច្បាប់អានឹងអត់ត្រូវណាចូលសម្រាប់ប្រចាំឆ្នាំនេះគឺឲ្យឈប់សម្រាកតែពេលវ៉ាកងទេបាទអានេះគឺអនុក្រឹត្យគេចែកមកអញ្ចឹងនឹងហើយអនុវត្តចាក់ស្ដែងបែបណាក៏យើងអត់ដឹងទេគឺយើងនៅតែមានការនឹកក្រោះនឹងហើយតែឆ្កាសវល់របស់យើងគឺមានការនឹកក្រោះច្រើនណែមើលអាយ៉ាមកចឹងចាំតិចអានេះកន្លែងនេះចំពោះគ្រូបរិញ្ញាសាស្ត្រាចារ្យណានឹងហើយចំពោះ3ឈប់សម្រាករយៈពេលខ្លីមាត្រា8មន្ត្រីឆ្កាសវល់ទាំងអស់មានសិទ្ធិស្នើសុំច្បាប់ឈប់សម្រាករយៈពេលខ្លីចំនួន15ថ្ងៃនៃថ្ងៃធ្វើការក្នុងរយៈពេល1ឆ្នាំក្នុងករណីចាំបាច់មន្ត្រីរាជការស៊ីវិលអាចទទួលការអនុញ្ញាតច្បាប់លើសពី15ថ្ងៃប៉ុន្តែចំនួនថ្ងៃដែលលើសនោះត្រូវយកទៅកាត់ចេញពីចំនួនថ្ងៃឈប់នៃច្បាប់ឈប់សម្រាកប្រចាំឆ្នាំច្បាប់ឈប់សម្រាករយៈពេលខ្លីគឺជាច្បាប់ដែលយើងមានមូលហេតុជាក់លាក់ដូចជារៀបអាពាហ៍ពិពាហ៍ជារូបពិធីបុណ្យសពអីជាដើមណាគឺយើងមានតែ15ថ្ងៃទេប៉ុន្តែយើងអាចសុំលើស15ថ្ងៃបានក្នុងមួយឆ្នាំឥឡូវថាយើងសុំដល់20ថ្ងៃប៉ុន្តែលើស5ថ្ងៃហ្នឹងណា5ថ្ងៃនេះគឺយើងកាត់ពីច្បាប់ឈប់សម្រាក15ថ្ងៃនេះច្បាប់ឈប់សម្រាកប្រចាំឆ្នាំនេះណាហ្នឹងហើយបើសិនមកយើងសុំបញ្ជាក់សារថ្មីបើសិនជាយើងសុំច្បាប់ឈប់សម្រាករយៈពេលខ្លីថាទៅការតែ15ថ្ងៃប៉ុន្តែយើងឈប់ទៅដល់20ថ្ងៃអញ្ចឹងលើស5ថ្ងៃហ្នឹង5ថ្ងៃគេត្រូវកាត់ពីច្បាប់ឈប់សម្រាក15ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ15ថ្ងៃនេះអញ្ចឹងអានេះគឺសល់តែ10ថ្ងៃដោយសារយើងកាត់ចូលដល់5ថ្ងៃអូខេមាត្រា9ច្បាប់ឈប់សម្រាករយៈពេលខ្លីត្រូវមានការយល់ព្រមដោយចេញលិខិតអនុញ្ញាតឲ្យឈប់ដូចខាងក្រោម1ពីមួយថ្ងៃដល់5ថ្ងៃត្រូវមានការយល់ព្រមដោយចេញលិខិតអនុញ្ញាតឲ្យឈប់ពីវិធានអង្គភាពដែលគ្រប់គ្រងផ្ទាល់លើកលែងតែអូខេអញ្ចឹងពីមួយថ្ងៃទៅដល់5ថ្ងៃគឺត្រូវចេញលិខិតមានន័យថាយើងសញ្ញេលិខិតឲ្យឈប់ពីវិធានអង្គភាពផ្ទាល់ប៉ុន្តែលើកលែងពីអបាខេត្តត្រូវយកព្រមពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអបាក្រុងស្រុកខណ្ឌត្រូវយកអនុញ្ញាតឲ្យឈប់ពីអបាខេត្តមន្ត្រីជំនាញរាជធានីខេត្តត្រូវអនុញ្ញាតឲ្យឈប់ពីអភិបាលរាជធានីខេត្តហើយជួយដំណឹងទៅក្រសួងស្ថាប័នរបស់ខ្លួនពី6ថ្ងៃឡើងលើត្រូវមានការយកព្រមចេញលិខិតឲ្យឈប់ដូចតទៅអញ្ចឹងពី6ថ្ងៃណាចំពោះមន្ត្រីស្កលសវលថ្នាក់ខេត្តអបាខេត្តពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអបារងខេត្តដែលបម្រើការក្នុងរចនាសម្ព័ន្ធសាលារាជធានីខេត្តនិងអភិបាលក្រុងស្រុកខណ្ឌត្រូវមានការយកព្រមចេញលិខិតអនុញ្ញាតឲ្យឈប់ពីអបាខេត្តអបារងក្រុងស្រុកខណ្ឌមន្ត្រីបម្រើការនៅក្នុងរចនាសម្ព័ន្ធក្រុងស្រុកខណ្ឌត្រូវមានការយល់ព្រមចេញលិខិតពីអភិបាលក្រុងស្រុកប្រធានមន្ទីរជំនាញខេត្តត្រូវចេញឲ្យឈប់ពីក្រសួងស្ថាប័នតាមរយៈអភិបាលខេត្តអនុប្រធានពីប្រធានមន្ទីរជំនាញខេត្តអនុប្រធានការិយាល័យក្រុងស្រុកខណ្ឌបម្រើការក្នុងការិយាល័យជំនាញក្រុងស្រុកខណ្ឌត្រូវមានការយកព្រមចេញលិខិតអនុញ្ញាតឲ្យឈប់ពីប្រធានការិយាល័យក្រុងស្រុកពលមន្ត្រីរាជការសិវិលថ្នាក់ជាតិត្រូវមានការយល់ព្រមដោយចេញលិខិតអនុញ្ញាតឲ្យឈប់ពីថ្នាក់ដឹកនាំក្រសួងស្ថាប័នរាល់ច្បាប់ឈប់សម្រាករយៈពេលខ្លីអនុញ្ញាតចេញរួចហើយត្រូវជូនព័ត៌មានត្រឡប់ទៅមន្ត្រីទទួលបន្ទុកបុគ្គលិកនៃអង្គភាពក្រសួងស្ថាប័នច្បាប់ឈប់សម្រាកលំហែមិត្តភាពមន្ត្រីរាជការសិវិលជាស្ត្រីត្រូវបានអនុញ្ញាតច្បាប់ឲ្យឈប់សម្រាកលំហែមិត្តភាពរយៈពេល3ខែពាក្យស្នើសុំច្បាប់ឈប់សម្រាកលំហែមិត្តភាពត្រូវភ្ជាប់មកជាមួយនៅលិខិតបញ្ជាក់ពីគ្រូពេទ្យមានសមត្ថកិច្ចមាត្រា11ច្បាប់ឈប់សម្រាកលំហែមិត្តភាពត្រូវមានការយល់ព្រមនៅជាលិខិតអនុញ្ញាតឲ្យឈប់ដោយខាងក្រោមចំពោះមន្ត្រីរាជការសិវិលថ្នាក់ខេត្តអបាខេត្តពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអបារងពីអភិបាលរាជធានីខេត្តអបារងក្រុងស្រុកខណ្ឌពីអបាស្រុកខណ្ឌក្រុងស្រុកខណ្ឌប្រធានមន្ទីរចេញដោយអបាខេត្តអនុប្រធានចេញដោយប្រធានជំនាញ
អនុប្រធានមន្ទីរនឹងហើយអនុប្រធានមន្ទីររាជធានីខេត្តត្រូវចេញដោយប្រធានមន្ទីររាជធានីខេត្តអនុប្រធានការិយាល័យក្រុងស្រុកត្រូវចេញដោយប្រធានការិយាល័យក្រុងស្រុកហើយជាពុំត្រីឆ្កៅសវធនជាតិត្រូវមានការយល់ព្រមពីថ្នាក់នាំក្រសួងស្ថាប័នហើយរាល់ច្បាប់ចូលសម្រាប់លំហេមិត្តភាពដែលអនុញ្ញាតរួចហើយត្រូវជូនដំណឹងដល់មន្ត្រីទទួលបន្ទុកនៃបុគ្គលិកយើងមើលចំពោះ5ច្បាប់ឈប់សម្រាប់ព្យាបាលជំងឺច្បាប់ឈប់សម្រាប់ព្យាបាលជំងឺត្រូវបានអនុញ្ញាតឲ្យមន្ត្រីរាជការស៊ីវិលពី1ខែទៅដល់3ខែក្នុងមួយលើកបើប្រឌិតឃើញថាមានជំងឺមិនអាចមកបម្រើការងារបានច្បាប់ឈប់សម្រាប់ព្យាបាលជំងឺនឹងត្រូវសូមបន្តទៅទៀតអាចអនុញ្ញាតឲ្យបានលុះត្រាតែមានលិខិតបញ្ជាក់ពីគ្រូពេទ្យមានសមត្ថកិច្ចហើយច្បាប់នេះមានរយៈពេលសរុបមិនឲ្យលើសពី12ខែក្នុងអំឡុងពេលបម្រើការងារជាមន្ត្រីរាជការស៊ីវិលបាទសូមបញ្ជាក់សារជាថ្មីច្បាប់ឈប់សម្រាប់ព្យាបាលជំងឺនឹងគឺមានរយៈពេល12ខែក្នុងអំឡុងបម្រើការងារជាមន្ត្រីរាជការស៊ីវិលណាមានតែ12ខែណាក្នុងជីវិតជាមន្ត្រីរបស់យើងអាចសុំបានតែ12ខែទេនៅច្បាប់ព្យាបាលសម្រាប់ព្យាបាលជំងឺហើយយើងអាចសុំបានពី1ខែទៅដល់3ខែហ្នឹងហើយតែបើសិនជាមានការបញ្ជាក់ពីគ្រូពេទ្យថាមិនទាន់អាចជាសះស្បើយយើងអាចស្នើសុំបន្តពី3ខែនឹងបានបាទឈប់សម្រាប់ព្យាបាលជំងឺត្រូវមានការយល់ព្រមចេញលិខិតអនុញ្ញាតឲ្យឈប់នៅខាងក្រោមអានេះគឺអត់អីខុសពីខាងលើទេគឺដូចតែគ្នាទេណាហើយខ្ញុំសូមមិនអានទេកុំឲ្យខាតពេលវេលានឹងហើយមាត្រា14មន្ត្រីរាជការស៊ីវិលដែលស្ថិតនៅក្រៅក្របខ័ណ្ឌដើមលើសពី6ខែឡើងទៅត្រូវសងច្បាប់ឈប់សម្រាកព្យាបាលជំងឺនៅក្រសួងស្ថាប័នដែលខ្លួនកំពុងបំពេញការងារនឹងហើយសូមបញ្ជាក់ថាមន្ត្រីរាជការស៊ីវិលដែលសុំច្បាប់ព្យាបាលជំងឺពី6ខែឡើងទៅអញ្ចឹងសុំនៅរដ្ឋមន្ត្រីក្រសួងតែម្ដងនឹងហើយច្បាប់ឈប់សម្រាប់ព្យាបាលជំងឺត្រូវបានបដិសេធចំពោះមន្ត្រីរាជការដែលកំពុងស្ថិតនៅក្នុងទំនេរគ្មានវត្តតាមពាក្យស្នើសុំលើសពី6ខែឡើងទៅកន្លែងនេះបើសិនជាយើងសុំទំនេរគ្មានវត្តហើយមានន័យថាយើងអត់ធ្វើការទេយើងសុំច្បាប់ទំនេរគ្មានវត្តអាចបានទៅដល់2ឆ្នាំតែបើសិនមកយើងទំនេរគ្មានវត្តហើយយើងចាំបាច់ទៅសុំអីច្បាប់ព្យាបាលជំងឺអីបើយើងទំនេរហើយតើហ្នឹងហើយអានឹងកន្លែងនេះចង់បញ្ជាក់អញ្ចឹងមាត្រា15មន្ត្រីរាជការស៊ីវិលដែលទទួលបន្ទុកច្បាប់ឈប់សម្រាកព្យាបាលជំងឺរយៈពេល12ខែហើយនៅតែពុំអាចមកបម្រើការងារវិញបានត្រូវដាក់ឲ្យស្ថិតនៅទំនេរគ្មានវត្តដោយបញ្ញត្តិហើយបើសិនមកជំងឺនេះនៅតែព្យាបាលមិនជាមន្ត្រីរាជការស៊ីវិលជាសម័យត្រូវដាក់ឲ្យនៅបាត់បង់សម្បត្តិវិជ្ជាជីវៈឬដាក់ជួយវត្តតាមករណីមួយៗដោយមានចែងក្នុងច្បាប់ស្តីពីសហលកន្តកៈមន្ត្រីរាជការស៊ីវិលនៃប្រទេសជាតិកម្ពុជាច្បាប់បញ្ជាក់កន្លែងនេះច្បាប់ឈប់សម្រាកព្យាបាលជំងឺនេះគឺមានរយៈពេល12ខែតែបើសិនជា12ខែក្រោយ12ខែហើយគាត់មិនអាចមកព្យាបាលមិនអាចមកបម្រើការងារបានទេអញ្ចឹងក៏យើងឲ្យគាត់ដាក់ច្បាប់មកទៀតគឺទំនេរគ្មានវត្តនឹងហើយតែបើសិនជាដាក់ទំនេរគ្មានវត្តសូមបញ្ជាក់ថាទំនេរគ្មានវត្តអាចដាក់បានដល់2ឆ្នាំ2ឆ្នាំហើយយើងអាចថែមដល់2ឆ្នាំទៀតឲ្យបាន4ឆ្នាំណាគឺទំនេរគ្មានវត្តមានន័យថាយើងអត់ធ្វើការទេហើយក៏អត់បានប្រាក់ខែដែរប៉ុន្តែឈ្មោះយើងគឺស្ថិតនៅក្នុងជាមន្ត្រីរាជការស៊ីវិលដដែលទេនឹងហើយតែបើសិនជាដាក់ទំនេរគ្មានវត្តហើយនៅតែមិនអាចមកធ្វើការបានអញ្ចឹងយើងត្រូវឲ្យគាត់ដាក់ពាក្យទៀតគឺបាត់បង់សម្បត្តិវិជ្ជាជីវៈតែម្ដងហ្នឹងហើយបាត់បង់សម្បត្តិវិជ្ជាជីវៈនោះគឺបានប្រាក់ប្រមាណនេះគឺយើងនៅមានច្បាប់ដល់ឡែកមួយទៀតហ្នឹងហើយបើសិនជាមានន័យថាច្បាប់យើងជួយនិវត្តអីចឹងណាហ្នឹងហើយត្រូវទទួលបានប្រាក់ខែប្រមាណតាមទិដ្ឋភាពរបស់យើងអានេះគឺនៅក្នុងច្បាប់ដល់ឡែកផ្សេងទៀតហើយខ្ញុំនឹងបង្ហាញនៅពេលក្រោយមាត្រា16មន្ត្រីរាជការស៊ីវិលដែលមានជំងឺឬគ្រោះថ្នាក់ដោយសារការបំពេញការងារឬបំពេញបេសកកម្មដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យមានសមត្ថកិច្ចត្រូវទទួលប្រាក់វត្តមូលដ្ឋាននិងប្រាក់បន្តបន្សំនៃវិវត្តដោយពេលបំពេញការងារដែរនឹងហើយចំពោះទី6ច្បាប់ឈប់សម្រាកដែលមានភារកិច្ចផ្ទាល់ខ្លួនមាត្រា17ច្បាប់ឈប់សម្រាកដែលមានភារកិច្ចផ្ទាល់ខ្លួនត្រូវបានអនុញ្ញាតឲ្យមន្ត្រីរាជការស៊ីវិល
ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលមានរយៈពេលមួយលើកយ៉ាងតិចមួយខែក្នុងរយៈពេលមិនឲ្យលើសពី3ខែឡើយក្នុងរយៈពេលបម្រើការងារជាមន្ត្រីរាជការស៊ីវិលអូខេកន្លែងនេះគឺច្បាប់ឈប់សម្រាកដែលមានភារកិច្ចផ្ទាល់ខ្លួនគឺយើងមាន3ខែក្នុងអំឡុងពេលបម្រើការងារជាមន្ត្រីរាជការស៊ីវិលនឹងហើយមិនឲ្យលើសពី3ខែទេហើយយើងអាចសុំបានយ៉ាងតិចបំផុត1ខែហ្នឹងហើយយើងអាចមួយលើក1ខែអូខេយើងអាចសុំបានមួយលើក1ខែចឹងហើយប៉ុន្តែសុំមិនឲ្យលើសពី3ខែទេក្នុងករណីឈប់លើសពីការកំណត់ខាងលើមន្ត្រីរាជការស៊ីវិលត្រូវបានដាក់ឲ្យស្ថិតនៅក្នុងទំនាយគ្មានវត្តដោយបញ្ញត្តិបើប្រែឃើញថាមន្ត្រីរាជការស៊ីវិលដែលទទួលបានការអនុញ្ញាតច្បាប់ឈប់សម្រាកដោយមានភារកិច្ចផ្ទាល់ខ្លួនពុំអនុវត្តត្រឹមត្រូវដោយការអាងនោះប្រធានស្ថាប័នក៏ហៅអញ្ជើញឲ្យមន្ត្រីរាជការស៊ីវិលចូលមកបម្រើការវិញការងារវិញជាមិនទាន់នឹងហើយអញ្ចឹងអានឹងកំផុសគេណាគេផុសគេក៏ហៅវិញហើយនេះគេមានវិធានការច្បាប់ឈប់សម្រាកដែលមានភារកិច្ចផ្ទាល់ខ្លួនត្រូវមានការជាព្រមដោយចេញលិខិតអនុញ្ញាតឲ្យឈប់ពីថ្នាក់ដឹកនាំក្រសួងស្ថាប័នអូខេអានឹងគឺច្បាប់ហ្នឹងគឺធ្ងន់តិចណាគឺយើងត្រូវចេញដោយក្រសួងថ្នាក់ដឹកនាំក្រសួងតែម្ដងដូចជាអប់រំអញ្ចឹងចេញដោយរដ្ឋមន្ត្រីក្រសួងដូចជាមហាផ្ទៃអញ្ចឹងចេញដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ចឹងមកគេថាដល់8មន្ត្រីរាជការស៊ីវិលដែលទទួលបានការអនុញ្ញាតច្បាប់ឈប់សម្រាកដែលមានភារកិច្ចផ្ទាល់ខ្លួនត្រូវទទួលបានវិវត្តមូលដ្ឋាននិងប្រាក់បន្តបន្សំនៃវិវត្តពាក់កណ្ដាលសារវិធានច្បាប់គ្រប់ប្រភេទរកការរកពាក្យស្នើសុំច្បាប់ឈប់គ្រប់ប្រភេទត្រូវដាក់ជូនប្រធានអង្គភិបឬក្រសួងស្ថាប័នតាមឋានៈក្រមនិងមន្ត្រីដែលមានសមត្ថកិច្ចអូខេអញ្ចឹងតាមឋានៈក្រមផ្សេងនៅក្នុងកម្រិតណាសូមច្បាប់ណាផ្សេងគឺយើងបានបង្ហាញរួចទៅហើយនៅភ័យខាងលើរលិខិតអនុញ្ញាតឲ្យឈប់ត្រូវចុះការប្រឆាំងនៃការចាប់ផ្ដើមឈប់និងចូលបម្រើការវិញដោយមន្ត្រីទទួលមកទៅគ្រប់គ្រងបុគ្គលិកនៃអង្គភាពក្រសួងស្ថាប័ននោះនឹងហើយត្រូវបញ្ជាក់បានជាក់លាក់ពីការប្រឆាំងពីត្រឹម20មន្ត្រីរាជការស៊ីវិលដែលទទួលបានការអនុញ្ញាតច្បាប់គ្រប់ប្រភេទត្រូវស្ថិតក្នុងស្ថានភាពប្រជាពីការងាររហូតដល់ថ្ងៃចូលបម្រើការងារវិញក្នុងករណីចាំបាច់ប្រធានអង្គភិបឬក្រសួងស្ថាប័នមានសិទ្ធិអញ្ជើញមន្ត្រីរាជការស៊ីវិលដែលទទួលបានការអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ភាគឲ្យបម្រើការងារវិញមាត្រា21មន្ត្រីរាជការស៊ីវិលដែលទទួលបានការអនុញ្ញាតច្បាប់ឈប់សម្រាកប្រចាំឆ្នាំច្បាប់ឈប់រយៈពេលខ្លីច្បាប់ឈប់សម្រាកលំហែមិត្តភាពច្បាប់សម្រាប់ព្យាបាលជំងឺត្រូវទទួលបានវិវត្តមូលដ្ឋាននិងប្រាក់បន្តបន្សំនៃវិវត្តដូចពេលបំពេញការងារដែរអូខេអញ្ចឹងច្បាប់ផ្សេងខាងលើប្រចាំឆ្នាំរយៈពេលខ្លីលំហែមិត្តភាពព្យាបាលជំងឺគឺយើងបានទទួលបានប្រាក់វិវត្តធម្មតាពីត្រឹម22ថ្នាក់ដឹកនាំក្រសួងស្ថាប័នអាចផ្ទេរសិទ្ធិក្នុងការអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទជូនអង្គភាពថ្នាក់ក្រមវត្តមួយចំនួនតាមករណីចាំបាច់មាត្រា23មន្ត្រីរាជការស៊ីវិលជាស្ត្រីដែលមានកូនអាយុក្រម1ឆ្នាំមានសិទ្ធិចេញពីកន្លែងធ្វើការ1ម៉ោងមុនការកំណត់ក្នុងមួយថ្ងៃអូខេអានេះគឺសំណុំមន្ត្រីរាជការស៊ីវិលហើយគាត់មានកូនក្រ1ឆ្នាំហ្នឹងហើយអញ្ចឹងគាត់អាចចេញទៅធ្វើការមុន1ម៉ោងមុនការកំណត់អូខេដូចជាយើងគ្រូបរិញ្ញាចេញមក11អញ្ចឹងក៏យើងអាចចេញមក10បានហ្នឹងហើយសម្រាប់ស្ត្រីដែលមានកូនក្រ1ឆ្នាំដូចជាការងារស្រុកក្រុងស្រុកខណ្ឌអញ្ចឹងចេញមក12គឺយើងអាចចេញមក11បានហ្នឹងហើយមាត្រា24មន្ត្រីរាជការស៊ីវិលដែលឈប់លើសរយៈពេលនៃការអនុញ្ញាតឲ្យឈប់ត្រូវទទួលទណ្ឌកម្មខាងវិន័យមានចែងក្នុងច្បាប់សាលខន្តិកៈមន្ត្រីរាជការស៊ីវិលនៃប្រជាជាតិកម្ពុជារយៈពេលនៃការឈប់លើសនេះត្រូវបានលើកលែងប្រសិនបើបណ្ដាលមកពីជំងឺឬប្រធានស័កឬគ្រោះថ្នាក់ផ្សេងក្នុងករណីនេះមន្ត្រីរាជការស៊ីវិលត្រូវជូនដំណឹងជាបន្តទៅដល់អង្គភាពឬក្រសួងស្ថាប័នដោយមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឬពីគ្រូពេទ្យមានសមត្ថកិច្ចហើយអាចសុំច្បាប់ឈប់សម្រាករយៈពេលខ្លីបន្តឬសុំច្បាប់ឈប់សម្រាកផ្សេងទៀតនឹងហើយអញ្ចឹងវាអត់អីទេនៅក្នុងកន្លែងនេះប្រធានស័កគឺមានថាហេតុការណ៍ដែលកើតឡើងដោយមិនបានដឹងមុនណានៅប្រធានស័កហ្នឹងហើយដោយធម្មជាតិអញ្ចឹងមកដែលយើងមិនអាចទប់ស្កាត់បានអញ្ចឹងណាប្រធានស័កហ្នឹងហេតុការណ៍ដែលកើតឡើងដែលយើងមិនអាចទប់ស្កាត់បានអូខេអានឹងចំពោះទី8អវសាននៃបញ្ញត្តិបទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនៅអនុក្រឹត្យនេះត្រូវទុកជានារីក26មាត្រា26រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងសាធារណរដ្ឋវត្ថុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈរដ្ឋមន្ត្រី
រដ្ឋលេខាធិការគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធនិងអភិបាលនៃគណៈបើករាជធានីខេត្តត្រូវអនុវត្តទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅអូខេអញ្ចឹងខ្ញុំបង្ហាញមានតែប៉ុណ្្នឹងទេនឹងហើយបើសិនជាមានចម្ងល់អីបងប្អូនយើងអាចខមមិននៅខាងក្រោមវីដេអូខ្ញុំនឹងធ្វើការឆ្លើយតបហ្នឹងហើយអញ្ចឹងបានហើយជួបគ្នានៅវីដេអូក្រោយ